ចាសួស្តីបងប្អូនទាំងអស់គ្នាចឹងថ្ងៃនេះអ្នកគ្រូមកចែករំលែកលំហាត់សម្រាំងទាំង10សម្រាប់ធៀបប្រឡងបាក់ឌុបឆ្នាំ2026ខាងមុខនេះអញ្ចឹងលំហាត់នេះបងប្អូនអាចយកទៅរៀនធ្វើខ្លួនឯងយើងអាចគ្រាន់តែថាមើលឡើងវិញអញ្ចឹងទាំងអស់គ្នាបើសិនជាលំហាត់ណាដែលយើងចេះហើយយើងមិនបាច់ធ្វើទេយើងគិតថាគិតតាមផ្លូវនេះដំណោះស្រាយបែបម៉េចយើងដឹងហើយយើងមិនបាច់ធ្វើក៏បានដែរហើយបើសិនជាធ្វើក៏កាន់តែល្អអញ្ចឹងយើងបានរំលឹកឡើងវិញហើយក៏ដូចបានផ្ទៀងផ្ទាត់លេខឡើងវិញអញ្ចឹងទៅហ្នឹងហើយតែបើយើងអត់មានពេលច្រើនទេយើងគ្រាន់តែមើលហើយគិតថាតើវិធីដោះស្រាយលំហាត់ហ្នឹងដោះស្រាយតាមផ្លូវណាហ្នឹងហើយអញ្ចឹងយើងមើលទៅអាហ្នឹងវាចំណេញពេលណាតែបើមានពេលយើងធ្វើទាំងអស់ទៅអញ្ចឹងលំហាត់នេះគឺពិសេសមែនតើព្រោះគឺសិតតែជាលំហាត់ដែលក្រសួងចូលចិត្តចេញបាក់ឌុបគឺចូលចិត្តតែលំហាត់កូនកាត់គឺមាន AAN និង ADN លាយជាមួយគ្នាលំហាត់ទី1អញ្ចឹងដូចចឹងឯងទាំងអស់គ្នាគេប្រាប់ប្រវែងសែនតែគេប្រាប់សមាមាត្រភាគរយច្បាប់ម្ខាងហើយសំណួរកគេឲ្យរលុយ credit លើច្បាប់ម្ខាងដល់ពេលសំណួរខចេញមកគឺគេរកឲ្យរករីប៊ូនុយរបស់ឯណាវិញចាអញ្ចឹងអានឹងគេហៅថាលំហាត់កូនកាត់ទាំងអស់គ្នាណាចាអញ្ចឹងលំហាត់ទាំង10នេះបងប្អូនអាច screen ហើយយើងអាចយកទៅធ្វើរៀនធ្វើទៅហើយបើបងប្អូនចង់បាន file អ្នកគ្រូឲ្យទាំងអស់គ្នាណាយើងអាចតាក់ទងមកលេខ Telegram អ្នកគ្រូទៅ0869569ទាំងអស់គ្នាហ្នឹងហើយចានេះលំហាត់លេខ2លំហាត់លេខ3នេះក៏ភាគច្រើនបងប្អូនចេះតែផ្លិចហ្នឹងហើយអាពួកក្រេអញ្ចឹងណាអញ្ចឹងយើងធ្វើឡើងវិញណាសេក្រេដកអាក្រេអញ្ចឹងបានអាដកសេក៏តាអាបូកសេហ្នឹងណាចាហើយយើងជួសតាមហ្នឹងទៅយើងបើសិនជាយើងអត់យល់ទេចាំយើង comment នៅខាងក្រោមអ្នកគ្រូអាចនឹងកែលំហាត់ណាដែលបងប្អូនអត់ចេះឲ្យទាំងអស់គ្នាចាព្រោះអ្នកគ្រូគិតថាដល់ថ្ងៃនេះហើយបងប្អូនគ្រាន់តែត្រូវរំលឹកឡើងវិញទៅលើលំហាត់ដែលយើងបានរៀនរួចទេហើយបើបងប្អូនមិនដឹងថាត្រូវរំលឹកនៅលំហាត់ណាអ្នកគ្រូចែកលំហាត់10នេះជូនទៅបងប្អូនទាំងអស់គ្នាដើម្បីយើងយកទៅមើលរំលឹកឡើងវិញទាំងអស់គ្នាណាចាដល់ថ្ងៃនេះហើយអត់មានថានេះខ្ញុំអត់ចេះនេះនៅអត់តន់យល់អីអត់ទេយើងត្រូវជាថ្ងៃដែលយើងត្រូវរំលឹកឡើងវិញទាំងអស់គ្នាណាចាអូខេតែបើសិនជាយើងគិតថាអាលំហាត់ខ្លះដូចមិនដែលឃើញសោះអត់ធ្លាប់បានរៀនអីចឹងណាពិបាកណាយើងអត់យល់ទេឬក៏យើងយល់តែអត់ច្បាស់យើងអាចសួរអ្នកគ្រូនៅក្នុង comment នឹងបានអ្នកគ្រូអាចនឹងថាដោះស្រាយឲ្យបងអូនតែម្ដងមួយលំហាត់ហ្នឹងអញ្ចឹងទៅហ្នឹងហើយអញ្ចឹងលំហាត់ទាំងអស់នេះគឺស្ពីច្រើនគឺលំហាត់ AN ទាំងអស់គ្នាណាចាព្រោះលំហាត់ ADN វាស្រួលពេកហ្នឹងហើយវាអត់មានអីពិបាកទេរាល់ឆ្នាំបងប្អូនដែលប្រឡងអត់បាននិទេសល្អជីវវិទ្យាគឺតាក់តាលំហាត់ AN ហ្នឹងឯងអញ្ចឹងអ្នកគ្រូចែកជូនឲ្យច្រើនតែម្ដងនៅក្នុងលំហាត់ AN នេះចាឲ្យបងប្អូនរត់ទៅយកទៅរៀនធ្វើឲ្យស្ទាត់ជំនាញឲ្យចេះឲ្យណាណីតែម្ដងហ្នឹងហើយក៏អ្នកគ្រូនៅមានវិញ្ញាសា10ទៀតដែលគេហៅថាវិញ្ញាសាសម្រាប់ដូចគ្នាទាំងអស់គ្នាដើម្បីធៀមជូនបងប្អូនទាំងអស់គ្នាហ្នឹងហើយអញ្ចឹងលំហាត់នេះគឺអ្នកគ្រូចែកឲ្យបងប្អូនទាំងអស់គ្នាត្រឹម10ហ្នឹងបើសិនជាយើងមិនដឹងថាមើលអីយើងមើលលំហាត់10ហ្នឹងទៅចេះកលឹងទាំង10ហ្នឹងអ្នកគ្រូហ៊ានធានាឲ្យក៏បងប្អូនអាចប្រឡងជាប់បាក់ឌុបហ្នឹងហើយជាពិសេសគឺជាប់មុខវិជ្ជាជីវវិទ្យាដោយងាយស្រួលទាំងអស់គ្នាណាចាអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតតាក់ទងទៅនឹងវិញ្ញាសាទាំង10វិញ្ញាសាដើម្បីធៀមប្រឡងបាក់ឌុបហើយសិតតែសំណួរនឹងលំហាត់ពិសេសដែលគិតថាក្រសួងអាចនឹងចេញប្រឡងបាក់ឌុបឆ្នាំ2026នេះផងដែរចាអញ្ចឹងបងប្អូនអាច screenshot ទុកយកធ្វើទៅទាំងអស់គ្នាហ្នឹងហើយដូចអ្នកគ្រូប្រាប់ចឹងបើសិនជាយើងចេះហើយយើងមិនបាច់ធ្វើក៏បានដែរគ្រាន់តែមើលហើយគិតពីវិធីនៃការដោះស្រាយលំហាត់ហ្នឹងទៅចាអូខេអញ្ចឹងយើងមានប៉ុណ្ណឹងបាយបាយបងប្អូនទាំងអស់គ្នាយើងនឹងជួបគ្នានៅវីដេអូក្រោយទៀត